ចំពោះរបៀបលុបលេខទូរស័ព្ទដែលបានខលចេញខលចូលមួយម្ដងនៅលើទូរស័ព្ទដៃ iPhone បងប្អូនយើងភាគច្រើនប្រកាសជាចេះហើយប៉ុន្តែសម្រាប់របៀបលុបលេខទូរស័ព្ទម្ដងទាំងអស់នៅលើទូរស័ព្ទដៃ iPhone បងប្អូនយើងភាគច្រើនប្រកាសជាមិនទាន់ចេះនៅឡើយទេអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបលុបលេខទូរស័ព្ទម្ដងទាំងអស់នៅលើទូរស័ព្ទដៃ iPhoneជំរាបសួរនិងសួស្តីបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS ដោយបងប្អូនដឹងស្រាប់នៅខាងដើមវីដេអូហើយវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបលុបលេខទូរស័ព្ទដែលយើងបានខលចេញខលចូលនៅលើទូរស័ព្ទដៃ iPhone ហ្នឹងម្ដងទាំងអស់តែម្ដងបាទតោះអញ្ចឹងកុំឲ្យយូរកាលយើងចុចបើកកន្លែងខលទូរស័ព្ទរបស់យើងមកបន្ទាប់មកទៀតដើម្បីលុបលេខទូរស័ព្ទនឹងម្ដងទាំងអស់បានបងប្អូនត្រូវតែចុចកន្លែងពាក្យថា edit នេះបាទចុច edit មកតបមកយើងចុចពាក្យថា select បន្តមកទៀតបើសិនជាបងប្អូនអត់ចង់លុបម្ដងទាំងអស់ទេបងប្អូនអាចលុបម្ដងមួយបានដោយយើងចុចសញ្ញាដកនេះមកហើយយើងចុចសញ្ញាធុងសម្រាមចុចសញ្ញាដកចុចសញ្ញាធុងសម្រាមប៉ុន្តែបើសិនជាយើងចង់លុបម្ដងទាំងអស់ឲ្យវាឆ្លាស់ទូរស័ព្ទម្ដងបងប្អូនគ្រាន់តែចុចទៅលើពាក្យថា clear នេះចុចពាក្យថា clear ហ្នឹងមកហើយបងប្អូនចុចទៅលើពាក្យថា clear all reason បាទចុចអក្សរពណ៌ក្រហមហ្នឹងមកតែប៉ុណ្ណឹងគឺអាលាយបាទអញ្ចឹងបន្ទាប់ពីយើងលុបអស់ហើយយើងអាចចូលកន្លែង contact ទៅហើយយើងស្វែងរកលេខណាមួយដែលយើងខលតំណគ្នាសារថ្មីអញ្ចឹងទៅកុំឲ្យវាជាប់ច្រើនណាបាទអូខេសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ